អាដាមគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានចាត់ឲ្យលោកជំទាវសុរិនស្រីនាងហេរញ្ញគណៈកម្មាធិការសាខានិងជាអភិបាលរងខេត្តកណ្ដាលបានដឹកនាំប្រតិភូចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានទៅឧបត្ថម្ភជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារស្ថិតនៅឃុំជើងកែបស្រុកកណ្ដាលស្ទឹងនិងមណ្ឌលភូមិកុមារអរុណរះស្ថិតនៅសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាលនាព្រឹកថ្ងៃទី11ខែមេសាឆ្នាំ2026នៅក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់មហាឧបាសិកាធម្មរតនៈវិវឌ្ឍនាសុខឈៀងម្ដាយបង្កើតរបស់ឯកឧត្តមគូចម្រើននិងលោកជំទាវអ៊ូធីតាពៅគូចម្រើនព្រមទាំងសមាជិកាគណៈកម្មាធិការសាខាមួយចំនួនផងដែរមានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវសុរិនស្រីនាងក្នុងនាមឯកឧត្តមគូចម្រើនប្រធានគណៈកម្មាធិការសាខាបាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះលោកស្រីជាមន្ត្រីបុគ្គលិកនិងក្មួយកុមារទាំងអស់ដោយក្តីនឹករលឹកនិងសូមគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខសូមសំប្រកបតែនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីអខានឡើយលោកជំទាវបានបញ្ជាក់ថាកាកបាទក្រហមកម្ពុជាដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានជានិច្ចកាលសម្ដេចតែងបានណែនាំដល់ស្ថាប័នពាក់ព័ន្ធចាប់តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ពិនិត្យមើលពីបញ្ហាជីវភាពការរស់នៅជាចម្បងប្រសិនមានបងប្អូនប្រជាពលរដ្ឋជួបនៅវិបត្តិភ័យផ្សេងត្រូវជួយដោះស្រាយជាបន្ទាន់ដោយពុំទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយការអត់អាហារបរិភោគនោះទេពិសេសគឺជួយដោយពុំបានប្រកាន់នៅពុទ្ធសាសនាពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយសូមបញ្ជាក់ជូនថាសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារមានមន្ត្រីបុគ្គលិកសរុប19នាក់និងកុមារសរុប135នាក់មណ្ឌលភូមិកុមារអរុណរះមានមន្ត្រីបុគ្គលិកសរុប47នាក់កុមារសរុប69នាក់អំណោយមនុស្សធម៌ដែលសាខាឧបត្ថម្ភជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារនិងមណ្ឌលភូមិកុមារអរុណរះអង្គភាពនីមួយៗបានទទួលរួមមានអង្ករ1000គីឡូក្រាមមី20កេសទឹកត្រី10យួរទឹកស៊ីអ៊ីវ10យួរភេសជ្ជៈ5កេសទឹកដោះគោក្មេង7កេសនំស្រួយ2កេសទឹកសុទ្ធ20កេសថវិកាចំនួន4លានរៀលជាមួយគ្នានេះប្រតិភូសាខាក៏បានឧបត្ថម្ភក្រមានិងថវិកាជូនដល់មន្ត្រីបុគ្គលិកនៃអង្គភាពទាំងពីរខាងលើចំនួន66នាក់ដោយក្នុងម្នាក់ទទួលបានក្រមាមួយថវិកា50000រៀលនិងកុមារសរុប204នាក់ក្នុងម្នាក់ថវិកាចំនួន10000រៀលផងដែរ